Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូមួយពាក់ព័ន្ធនឹងការបង្កើត YouTube ហើយមុននឹងយើងបង្កើត YouTube តើយើងត្រូវជ្រើសរើស content បែបណាដើម្បីឲ្យត្រូវចំជាមួយនឹងខ្លួនរបស់យើងជ្រើសរើសនៅវីដេអូដើរផ្សងព្រេងមែនទេ content មួយនេះល្អខ្លាំងមែនទែនប៉ុន្តែអ្វីដែលពិបាកនោះគឺយើងដែលចាំផ្ដើមវីដេអូដំបូងយើងខ្វះនៅថវិកាខ្វះនៅពេលវេលានិងយើងមិនមានឧបករណ៍គ្រប់គ្រាន់សម្រាប់នៅក្នុងការដើរផ្សងព្រេងនោះឡើយឬមួយអ្នកទាំងអស់គ្នាជ្រើសរើសនៅវីដេអូប្រភេទកំ pl ែងសួរថាអ្នកទាំងអស់គ្នាជ្រើសរើសនៅវីដេអូកំ pl ែងតើអ្នកទាំងអស់គ្នាចេះកំ pl ែងហើយឬនៅឬអ្នកទាំងអស់គ្នាធ្វើវីដេអូពាក់ព័ន្ធនឹងតំបន់ទេសចរប៉ុន្តែអ្នកទាំងអស់គ្នាចេះនិយាយអ្នកទាំងអស់គ្នាមានពេលវេលាអ្នកទាំងអស់គ្នាមាននៅថវិកាគ្រប់គ្រាន់ហើយឬនៅក្នុងការដើរផ្សព្វផ្សាយតំបន់ទេសចរឬមួយអ្នកទាំងអស់គ្នាជ្រើសរើសនៅ content ដែលយើងដើរប្រេងគេប៉ុន្តែ content មួយនេះមាននឹងការចាប់អារម្មណ៍ច្រើននៅក្នុងការចូលមើលនៅវីដេអូរបស់យើងប៉ុន្តែហានិភ័យមួយទៀតគឺយើងដើរប្រេងគេប្រេងប៉ះអ្នកដែលមានចិត្តល្អអ្នកដែលចង់ធ្វើវីដេអូមួយយើងគឺគាត់សប្បាយចិត្តប៉ុន្តែបើយើងប្រេងចំអ្នកដែលមិនពេញចិត្តនៅការលេងសើចរបស់យើងនោះយើងនឹងមានហានិភ័យហ្នឹងហើយអ្នកទាំងអស់គ្នាខ្ញុំឃើញ content មួយគឺ content នៅក្នុងការធ្វើវីដេអូកតុកតាប៉ុន្តែយើងចាប់ផ្ដើមវីដេអូដំបូងយើងមានត្រឹមតែទូរស័ព្ទដៃមួយប៉ុណ្ណោះតើយើងអាចធ្វើវីដេអូកតុកតាបែបណាទៅគឺយើងមិនអាចធ្វើបាននោះទេដោយសារតែវីដេអូកតុកតានេះគឺពិបាកខ្លាំងមែនទែនបើមិនជាធ្វើតាមទូរស័ព្ទក៏វីដេអូនោះអត់លយដែរហើយនៅក្នុង YouTube គេទាមទារកម្រិតខ្ពស់ខ្លាំងមែនទែននៅក្នុងវីដេអូដែលមានគុណភាពល្អអញ្ចឹងយើងមិនអាចធ្វើបាននោះទេតែខ្ញុំចង់ធ្វើវីដេអូខ្លាំងមែនទែននៅក្នុងការរលលុយទៅក្នុង YouTube តើខ្ញុំធ្វើបែបណាទៅផ្សេងនោះខ្ញុំអត់សូវមានពេលទំនេរតទៅសោះខ្ញុំមានពេលទំនេរតែពេលយប់អញ្ចឹងខ្ញុំធ្វើវីដេអូបានអត់គឺក្បាលខ្លាំងមែនទែនខ្ញុំមិនដឹងថាធ្វើវីដេអូមួយណាទេដើម្បីឲ្យត្រូវជាមួយខ្ញុំព្រោះអីខ្ញុំមិនមានពេលវេលាច្រើននៅក្នុងការធ្វើវីដេអូទេខ្ញុំមានតែពេលវេលាពេលយប់តែប៉ុណ្ណោះតើខ្ញុំគួរធ្វើវីដេអូបែបណាទៅណោះហើយសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំចូលចិត្តនៅក្នុងការមើលនៅក្នុងការជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈក្នុងការជ្រើសរើសបុគ្គលិកឬអង្គភាពស្ថាប័នផ្សេងនៅក្នុងការជ្រើសរើសបុគ្គលិកតើខ្ញុំអាចធ្វើវីដេអូប្រភេទនេះបានអត់ដោយគ្រាន់តែខ្ញុំមានកៅអីមួយមាន background ពីខាងក្រោយមានភ្លើងហើយនឹងមានទូរស័ព្ទមួយគ្រឿងខ្ញុំគិតថាខ្ញុំអាចស័ក្តិសមនឹងធ្វើវីដេអូប្រភេទនេះប៉ុន្តែវីដេអូប្រភេទនេះតើមានការចូលទស្សនានៅវីដេអូរបស់ខ្ញុំបានច្រើនដែរអត់ណោះមួយទៀតសម្រាប់ខ្ញុំគឺជាកូនអ្នកស្រែខ្ញុំចង់ធ្វើវីដេអូពីកសិកម្មប៉ុន្តែវីដេអូកសិកម្មតើមានការទស្សនាច្រើនដែរអត់ណោះចំណុចមួយទៀតខ្ញុំគឺជាកូនអ្នកនេសាទដូច្នេះខ្ញុំចង់ធ្វើវីដេអូពីការនេសាទត្រីតើវីដេអូប្រភេទនេះមានការចូលរួមមើលនៅវីដេអូរបស់យើងច្រើនដែរឬអត់ឬមួយក៏យ៉ាងណាហ្នឹងហើយអ្នកទាំងអស់គ្នាសំណួរខាងលើដែលខ្ញុំបានបង្ហាញនេះដូចជាចម្ងល់ផ្សេងដែលខ្ញុំបានបង្ហាញនេះសុទ្ធសឹងតែជាផលលំបាកនៅក្នុងការធ្វើវីដេអូដូច្នេះអ្នកទាំងអស់គ្នាមុននឹងសម្រេចនៅក្នុងការធ្វើវីដេអូរកលុយពី YouTube យើងត្រូវជ្រើសរើស content មួយដែលសមរម្យជាមួយនឹងយើងបើសិនជាយើងជាកូនអ្នកស្រែយើងធ្វើវីដេអូពីការធ្វើកសិកម្មបើសិនជាយើងជាកូនអ្នកនេសាទយើងត្រូវធ្វើវីដេអូពីការនេសាទត្រីដូច្នេះនៅក្នុងការចូលទស្សនានៅវីដេអូរបស់យើងអ្នកដែលគាត់ចូលចិត្តនៅក្នុងការនេសាទត្រីច្បាស់ណាស់គាត់នឹងមកមើលនៅវីដេអូនេសាទត្រីរបស់យើងអ្នកដែលចូលចិត្តនៅក្នុងការធ្វើកសិកម្មច្បាស់ណាស់គាត់នឹងចូលទៅទស្សនានៅវីដេអូកសិកម្មរបស់យើងអញ្ចឹងយើងជ្រើសរើស content ឲ្យត្រូវជាមួយនឹងខ្លួនយើងហើយបើសិនជាយើងមិនជ្រើសរើស content ឲ្យត្រូវជាមួយខ្លួនយើងទេច្បាស់ណាស់អ្នកទាំងអស់គ្នាធ្វើវីដេអូយ៉ាងច្រើនបានមកវីដេអូទៅពីរវីដេអូអ្នកទាំងអស់គ្នានឹងជាងយោបល់តែម្ដងអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់អ្នកទាំងអស់គ្នាដែលចង់រកលុយពី YouTube អ្នកទាំងអស់គ្នាគួរតែគិតឲ្យបានច្បាស់មុនសិនចាំបង្កើត Channel YouTube ដើម្បីធ្វើការរកលុយ